ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមេឃបើកថ្ងៃស្រឡះល្អមើលផ្ទៃមេឃខៀវស្ងាត់តែម្ដងខ្ញុំក៏ទាញយកភួយយកមកហាលក៏ថាថ្ងៃនេះបើកថ្ងៃល្អអញ្ចឹងហាលភួយឆាប់ស្ងួតឆាប់ឆ្អិនល្អហើយងាប់មេរោគអញ្ចឹងណាម្ដាយខ្ញុំមេឃតិចអញ្ចឹងគាត់សម្រានលក់ទៅស្រាប់តែមកស្ទុកមេឃភ្លៀងអង្គុយរងចាំមេឃភ្លៀងឃើញផ្លែស្វាយបងប្អូនរាំងភ្លៀងអត់យូរកាន់កញ្ឆេងដើរទៅមើលផ្លែស្វាយរៀងទំនងបងប្អូនក្តឹបស្វាយដើមឆ្នាំបងប្អូនស្រួយឆ្ងាញ់តែម្ដងនឹកឃើញអញ្ចឹងចង់ឆាកាពិមួយចានបងក្តឹបស្វាយខ្ចីអញ្ចឹងហូបជាមួយនឹងកាពិឆាគឺឆ្ងាញ់ណាស្រួយឈប់ចូលចិត្តតែម្ដងខ្ញុំអត់ទុកយូរកាន់កញ្ឆេងបេះយកហ្មងស្វាយធម្មជាតិខ្លួនឯងអញ្ចឹងណាធម្មជាតិប៉ុណ្ណឹងក៏ត្រូវតែលាងទឹកដែរបងលាងទឹកប្អូនខ្ញុំមកពីកន្លែងធ្វើការទិញតបែកមកទៀតលាងតបែកហ្នឹងទៅបាន3មុខមួយនឹងក្តឹបស្វាយតបែកហើយនឹងក្រូចខ្លុងដែលចាប់ផ្ដើមឆាកាពិគឺមេឃភ្លៀងយកតែម្ដងហើយនេះគឺជាគ្រឿងផ្សំនៃការឆាកាពិរបស់យើងខ្ញុំអត់មានអីពិសេសទេបងនេះគឺជារូបមន្តដែលម៉ែគាត់បរៀនខ្ញុំឲ្យធ្វើអញ្ចឹងណាបងពុកម៉ែបងប្អូនខ្ញុំមិនដឹងថាតើការឆាកាពិរបស់ពុកម៉ែបងប្អូននៅតាមផ្ទះហ្នឹងបែបណាប៉ុន្តែគ្រាន់ថារូបមន្តដែលខ្ញុំឆានេះគឺម្ដាយរបស់ខ្ញុំគាត់ប្រាប់ខ្ញុំថាវិធីឆាគឺបែបហ្នឹងហើយការគ្រឿងផ្សំដែលធ្វើនោះគឺនៅក្នុងវីដេអូហ្នឹងឯងខ្ញុំអត់បានរៀបរាប់អីវែងឆ្ងាយទេព្រោះអីអត់ចេះទេរៀបរាប់ហ៎ហើយនេះកាពិដែលយើងដាក់ស្ករហើយគឺយើងកូរវារហូតដើម្បីកុំឲ្យស្ករហ្នឹងខ្លោចហើយដុំណាគឺយើងទៅកូរវាតិចដើម្បីឲ្យស្ករនិងកាពិហ្នឹងវារលាយចូលគ្នាបងប្អូនហើយម៉ែខ្ញុំប្រាប់ថានៅពេលដែលយើងឆាកាពិបើសិនជាកាពិរៀងរាវយើងដាក់ទឹកសុទ្ធចូលបន្តិចទៅដើម្បីឲ្យវាមានកំហាប់ស្មើគ្នាហើយពណ៌ទឹកកាពិនេះគឺក្រហមល្អខ្លាំងមែនតើហើយបើរសជាតិវិញបាញ់និយាយឯងបងគឺរសជាតិដិតឆ្ងាញ់ហ្មងប៉ុន្តែបងកុំហូបច្រើនជាប្រចាំយូរហូបម្ដងទៅដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពព្រោះអីគ្រឿងដិតអញ្ចឹងយើងញ៉ាំច្រើនក៏អត់ល្អដែរវាអាចប៉ះពាល់ដល់សុខភាពយើងអញ្ចឹងណាបងហើយមើលម៉ែខ្ញុំគាត់ហូបឆ្ងាញ់ណាបងហើយគ្រាន់តែថាទឹកមុខគាត់តែប៉ុណ្ណឹងទោះឆ្ងាញ់មិនឆ្ងាញ់ក៏មុខធម្មតាប៉ុន្តែដូចគាត់ចង់ហូបហើយត្រូវតែធ្វើឲ្យគាត់ហូបខ្ញុំដាក់មួយម៉ាត់ចូលទៅបងអើយចង់ហោះឡើងលើរៀងដាក់ម្ទេសជ្រុលអូភ្លេចប្រាប់បងកន្លែងឈុតដែរមានដាក់ម្ទេសហ្នឹងគឺខ្ញុំអត់បានចុចទេពេលហ្នឹងមេឃភ្លៀងខ្លាំងពេកអញ្ចឹងណាបងអញ្ចឹងបងដែលគាត់ចូលចិត្តរសជាតិហឹរខ្លាំងក៏បានហឹរល្មមក៏បានឬក៏អត់ចេះហឹរក៏បានដែរតាមចំណង់ចំណូលចិត្តរបស់បងប៉ុន្តែទម្លាប់គ្រួសារខ្ញុំគឺរៀងហឹរដិតអញ្ចឹងណាឆ្ងាញ់បងហើយនេះគឺខ្ញុំបានដួសដាក់កៅទុកហូបថ្ងៃក្រោយទៀតទោះបីអត់ដាក់ទូទឹកកកក៏អត់ខូចដែរអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងដែរអរគុណច្រើនបងសម្រាប់ការទស្សនាវីដេអូមួយនេះសូមអរគុណសូមជម្រាបលាសូមជួយតាមដានវីដេអូក្រោយទៀត